បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំសាច់ប្រឡាក់ឬក៏ជាសាច់ងៀតអញ្ចឹងបងប្អូនអាចមករៀនធ្វើសាច់គោងៀតបែបនេះគឺរសជាតិឆ្ងាញ់អញ្ចឹងគឺទី1យើងត្រូវជ្រើសរើសសាច់គោរបស់យើងនឹងប្រភេទដែលសាច់ល្អមកហើយបន្ទាប់មកគឺយើងយកមកហាន់វាជាបណ្ដោយបែបហ្នឹងមកហើយដុំតូចមកល្មមដែលយើងចង់បានមកបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងស្រាហើយនឹងម្សៅប្រឡាក់សាច់ហើយនឹងប្រេងខ្យងហើយយើងបន្ថែមជាមួយនឹងខ្ញីជាមួយនឹងខ្ទឹមហើយបន្ទាប់មកគឺយើងប្រឡាក់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយគឺយើងបិទវាទុកមកគឺយើងទុកវា1ម៉ោងចោលទៅចាំយើងយកមកឈើមកដោតបែបហ្នឹងដើម្បីយើងយកទៅហាអញ្ចឹងគឺនេះគឺជាហានៅក្នុងម៉ាស៊ីនបានតែយើងនៅក្នុងម៉ាស៊ីនសម្ងួតអញ្ចឹងបើយើងអត់មានម៉ាស៊ីនសម្ងួតបែបហ្នឹងទេគឺយើងអាចយកទៅហាថ្ងៃអញ្ចឹងបើយើងហាថ្ងៃវារៀងយូរបន្តិចអញ្ចឹងបើយើងហានៅលើម៉ាស៊ីនគឺវាងាយស្រួលហើយក៏ឆាប់បានញ៉ាំដែរអញ្ចឹងគឺនៅពេលដែលយើងហាស្ងួតទៅគឺយើងអាចយកមកយើងច្រកនៅក្នុងថង់ទៅហើយយើងទុកញ៉ាំបានយូរអញ្ចឹងបើយើងទុកនៅកន្លែងត្រជាក់គឺយើងទុកបានច្រើនខែអញ្ចឹងបើយើងទុកនៅកន្លែងក្តៅគឺ1ខែបាន